កុំរំលឹកកុំនិយាយឬក៏កុំនឹកដល់បុគ្គលដែលធ្លាប់តែបំផ្លាញយើងនិយាយដើមយើងឈ្នានេះយើងមិនចង់ឲ្យយើងល្អមិនចង់ឲ្យយើងរីកចម្រើនហ្នឹងយើងតែងតែរំលឹកពីបុគ្គលម្នាក់ហ្នឹងហើយរឿងទាំងអស់ហ្នឹងកើតឡើងគឺដោយសារតែម្នាក់ហ្នឹងបានជីវិតខ្ញុំជួបអញ្ចេះទាំងដែលរឿងហ្នឹងពេលខ្លះកន្លងផុតទៅយូរឆ្នាំធ្វើឲ្យបុគ្គលហ្នឹងគេបាន energy របស់យើងនេះទៅដែលអត្តនោម័តអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ energy មិនថាជា energy ល្អឬក៏ energy អាក្រក់ទេតែយើងបានរីកមាឌឲ្យបុគ្គលម្នាក់ហ្នឹងមានធម៌ពលមិនមែនពេលខ្លះនៅសុកបុគ្គលហ្នឹងបានផុសមកនៅនឹងមុខយើងហើយឲ្យយើងមានអារម្មណ៍ថាហេតុអីក៏មនុស្សអាក្រក់អញ្ចឹងគេបានទទួលនៅសំណាងល្អគេបានទទួលនៅលទ្ធផលល្អដោយសារតែយើងបានបញ្ជូននៅ energy ដែលយើងតែងតែរំលឹកគេនេះទាំងការនិយាយទាំងការគិតទៅឲ្យគេដោយស្វ័យប្រវត្តិចូលអ្នកទាំងអស់គ្នារក្សានឹងខ្វៀល energy របស់ខ្លួនឯងឬក៏ហៅថាធម៌ពលទុកឲ្យខ្លួនឯងនេះដែលត្រូវការទៅតាក់ទាញទៅស្រូបនៅរឿងល្អថ្មីទៀតចូលនៅក្នុងជីវិត